ចូលដល់មួយមុខនេះក៏ងាយស្រួលធ្វើដែរដែលយើងស្គាល់ថាមន់ត្រជាក់ឬក៏មន់ស្ពៃខ្មៅអញ្ចឹងថ្ងៃនេះខ្ញុំប្រាប់ពីរបៀបដែលខ្ញុំតែងធ្វើមន់ត្រជាក់ឬមន់ស្ពៃខ្មៅនេះដែលយើងញ៉ាំតាមរោងការអញ្ចឹងដំបូងខ្ញុំលាងមន់ឲ្យស្អាតហើយខ្ញុំដាក់ស្ងោរឲ្យឆ្អិនបន្ទាប់មកខ្ញុំមកសក់បន្លែអញ្ចឹងគេសក់យកតែធៀងឯស្លឹកគេអត់សូវយកមកទេតែដោយសារខ្ញុំស្ដាយត្រួយវាក៏ខ្ញុំដាក់មកអ្នកទាំងអស់គ្នាត្រូវលាងទឹកឲ្យស្អាតហើយបានយកទៅសោះអញ្ចឹងពេលសោះខ្ញុំដាក់អំបិលបន្តិចជាមួយនឹងប្រេងឆាបន្តិចអ្នកទាំងអស់គ្នាសោះឆ្អិនហើយស្រង់វាដាក់ទឹកកកត្រាំប្រហែល10នាទីបន្ទាប់មកយើងស្រង់ម្ដងទៀតឲ្យវាស្រស់ទឹកណាអញ្ចឹងគ្រឿងរបស់ខ្ញុំគឺខ្ញុំត្រៀមរួចរាល់ហើយបន្លែសឆ្អិនហើយជាមួយមាន់ក៏ខ្ញុំប្រឡេះសាច់ហើយដែរអញ្ចឹងជំហានបន្ទាប់គឺខ្ញុំលាយទឹកសសខ្ញុំដាក់ប្រេងខ្យង2ស្លាបព្រាបាយប្រេងល្ង2ស្លាបព្រាបាយស្ករស1ស្លាបព្រាជាមួយនឹងរ៉ូឌីកន្លះស្លាបព្រាបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវកូរឲ្យសព្វសាច់អញ្ចឹងបន្ទាប់ពីកូរឲ្យសព្វសាច់ហើយខ្ញុំដាក់សសហ្នឹងពាក់កណ្ដាលទៅក្នុងសាច់មាន់ទុកពាក់កណ្ដាលទៀតដាក់នៅក្នុងបន្លែអញ្ចឹងអ្នកទាំងអស់គ្នាត្រូវច្បល់វាឲ្យសព្វសាច់ដូចគ្នាណាហើយមួយមុខនេះបើអ្នកទាំងអស់គ្នាចង់ញ៉ាំឆ្ងាញ់ធ្វើឲ្យទុកក្នុងទូទឹកកកឲ្យត្រជាក់បានយកមកញ៉ាំមកឆ្ងាញ់អញ្ចឹងបន្ទាប់ពីច្បល់សាច់មាន់និងបន្លែហើយខ្ញុំយកមករៀបនៅក្នុងចានខ្ញុំដាក់បន្លែនៅខាងក្រោមហើយសាច់នៅខាងលើដើម្បីពេលខ្ញុំផ្កាប់ចានមកគឺបន្លែនៅខាងលើហើយបើអ្នកទាំងអស់គ្នាចូលចិត្តមុខម្ហូបនេះក៏អាចសាកធ្វើបានដែរងាយស្រួលៗទេហើយអ្នកទាំងអស់គ្នាដាក់បន្ទុកឲ្យខ្ញុំបានដែរអរគុណ